សុំសំឡេងមួយបានទេចាជាដំបូងនាងខ្ញុំសូមគោរពលោកបងគូសុភាពនិងសូមជម្រាបសួរដល់អ្នកទាំងអស់គ្នាថ្ងៃនេះប្រធានបទរបស់ខ្ញុំគឺ Plan your tomorrow today រៀបចំថ្ងៃស្អែកឲ្យហើយនៅក្នុងថ្ងៃនេះហេតុអ្វីទើបយើងត្រូវរៀបចំថ្ងៃស្អែកឲ្យហើយនៅក្នុងថ្ងៃនេះពីព្រោះថ្ងៃស្អែកมันមានច្រើនដងទេហើយយើងអត់ដឹងថាថ្ងៃស្អែកមួយណាគឺជាថ្ងៃស្អែកចុងបញ្ចប់របស់យើងនោះទេអញ្ចឹងនាងខ្ញុំសូមវិលត្រឡប់ទៅដល់ការបន្តិចនាងខ្ញុំមានខ្សែជីវិតជាកូនស្រីច្បងម្នាក់នៅក្នុងក្រុមគ្រួសារមួយដែលមានផ្នត់គំនិតកូនស្រីច្បងហ្នឹងគឺខ្ទិះហើយកើតមកត្រូវតែស្អាតចេះធ្វើម្ហូបចេះធ្វើការងារផ្ទះធំឡើងរៀបការជាមួយនឹងអ្នកមានកូនឲ្យច្រើនធ្វើជាស្ត្រីមេផ្ទះដ៏ល្អតើផ្នត់គំនិតមួយនេះត្រូវដែរឬទេត្រូវអត់ខុសទេពីព្រោះការដែលបង្កើតគ្រួសារដ៏កក់ក្ដៅមួយធ្វើជាស្ត្រីមេផ្ទះដ៏ល្អមួយគឺពិតជាអស្ចារ្យសម័យនេះកម្រមានអ្នកអាចធ្វើបានណាតែនាងខ្ញុំកើតឡើងជាមួយនឹង version ខួរក្បាលផ្សេង version ក្នុងខួរក្បាលរបស់នាងខ្ញុំត្រូវបាន set ឲ្យនាងខ្ញុំគិតថាធ្វើជាមនុស្សស្រីត្រូវមានកត្តា4យ៉ាងទី1ចំណេះដឹងទី2មុខរបរទី3ប្រាក់ចំណូលនិងទី4កេរ្តិ៍ឈ្មោះនេះទើបនាងខ្ញុំដើរបញ្ច្រាស់ជាមួយនឹងគោលចំហរបស់គ្រួសារខ្លួនឯងចំណិចនាងខ្ញុំតែងតែជា black sheep នៅក្នុងគ្រួសារហើយមិនដែលតាំងខ្លួនថាជា white sheep និងគ្មានថ្ងៃខ្ល้ายទៅជា white sheep ដាច់ខាតពីព្រោះនាងខ្ញុំមានគោលចំហថាបើធ្វើអ្វីដូចគេលទ្ធផលគឺដូចគេតែបើធ្វើអ្វីខុសពីគេលទ្ធផលយើងវាអាចនឹងអស់ចាហើយវាអាចនឹងដុនដាបប៉ុន្តែបើយើងមិនសាករឿងអីយើងដឹងអញ្ចឹងនាងខ្ញុំតែងតែទៅផ្លូវថ្មីការដែលដើរបញ្ច្រាស់ជាមួយនឹងគោលចំហរបស់គ្រួសារវាធ្វើឲ្យនាងខ្ញុំជំនះខ្លួនឯងម្នាក់ឯងទាំងអស់ហើយការជំនះនីមួយត្រូវបានចាប់កំហុសដោយគ្រួសារទាំងអស់គាត់និយាយថាចាំមើលឲ្យវាទៅតិចទៀតវានឹងត្រឡប់មកវិញចូលសងយើងវិញហើយពីព្រោះថាពិបាកណាស់នៅក្នុងពិភពលោកសិតតែបិសាចរឿងអីវាដើរចេញម្នាក់ឯងបានដូច្នេះខ្ញុំមានកតិមួយ I will prove you wrong ខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាគិតខុសពេលដែលខ្ញុំគិតដល់ថ្នាក់ហ្នឹងហើយខ្ញុំទាញបិចទាញសភៅមកសរសេរផែនការជីវិតព្រោះបើខ្ញុំអត់មានផែនការជីវិតខ្ញុំដើរទៅទាំងងងឹតងងល់ពីព្រោះអត់មានគ្រួសារណាគ្រប់គ្រងខ្ញុំនៅក្នុងផ្លូវជីវិតដែលខ្ញុំដើរដាច់ខាតអញ្ចឹងខ្ញុំរៀបផែនការរបស់ខ្ញុំតាំងពី A ដល់ Z រៀបរួចរាល់ហើយចាប់ផ្ដើមដើរប៉ុន្តែនៅក្នុងផែនការនោះវាមានកលុកកលាក់ជាច្រើនដូចពុះអញ្ចឹងកលុកកលាក់នោះគឺជាអ្វីគេនិយាយថាភាវៈមានជីវិតដែលអាចរស់បានយ៉ាងល្អមិនមែនភាវៈដែលឆ្លាតជាងគេហើយក៏មិនមែនភាវៈដែលខ្លាំងជាងគេនោះទេតែគឺជាភាវៈដែលមានសមត្ថភាពក្នុងការបត់បែនគ្រប់កលៈទេសៈអញ្ចឹងហើយទើបនាងខ្ញុំរស់នៅលើសង្គមមួយនេះដោយភាពបត់បែនគ្រប់ពេលខ្លះអ្នកទាំងអស់គ្នាអាចឃើញនាងខ្ញុំឃើញបងជីមីថ្ងៃនេះរូបរាងផ្សេងចរិតផ្សេងមិនឃើញបងជីមីនៅក្នុងសង្គមមួយនេះហេតុអីរូបរាងគាត់ផ្សេងចរិតផ្សេងជីមីនៅតែជាជីមីទេតែនាងខ្ញុំត្រូវបត់បែនទៅក្នុងសង្គមដែលនាងខ្ញុំកំពុងតែរស់នៅមួយទៀតអ្វីដែលនាងខ្ញុំឈរមកដល់ចំណុចនេះដែលលើពាក្យមួយគេនិយាយថា well prepared never lose បើយើងរៀបចំវាឲ្យល្អកុំរចោះចាញ់កុំរដើរផ្លូវផ្លាត់អញ្ចឹងនេះខ្ញុំរៀបចំផែនការជីវិតខ្លួនឯងហើយបេសកកម្មទី2ខ្ញុំចេញទៅរកតបខ្ញុំដើរប្រមូលអ្នកដែលមានទស្សនៈដូចខ្ញុំទាំងឡាយដើរប្រមូលមនុស្សដែលមានបទពិសោធន៍ជីវិតដើរប្រមូលអ្នកដែលគ្មានអ្វីដែលខ្ញុំមាននិងមានអ្វីដែលខ្ញុំគ្មានចូលមកជាក្រុមរួចហើយយើងចែកម្លែកបទពិសោធន៍គ្នាគេនិយាយថាដើរម្នាក់ឯងដើរលឿនខ្លាំងណាស់តែបើចង់ដើរឆ្ងាយអង្វែងគេឲ្យដើរជាតបគេនិយាយមួយទៀតថានៅជាមួយសិទ្ធិ5នាក់អ្នកអាចជាសិទ្ធិទី6នៅជាមួយចៅ5នាក់ជាបំផុតជាចៅទី6ឯងប៉ុន្តែវាមិនមែន 100% ទេតែក៏50-50 ដែរអញ្ចឹងនាងខ្ញុំតែងតែបង្កើតតបនាងខ្ញុំហើយរកមនុស្សដែលមានក្តីសម័យដូចខ្លួនឯងប៉ុន្តែមិនមែនមនុស្សអត់ចេះសោះទៀតត្រូវរៀបរៀងឲ្យគាត់រៀនឲ្យគាត់ដឹងពីបទពិសោធន៍ទាំងអស់ហើយចាំយើងដើរទៅជាមួយគ្នាគេថាអនាគតគឺគេមើលនៅលើសកម្មភាពបច្ចុប្បន្នអត់អាចដាំដើមដូងចេញផ្លែចេកអត់អាចដាំដើមចេកចេញផ្លែដូងទេ
អត់អាចទៅរៀនវាយបុកថ្ងៃនេះហើយស្អែកឡើងខ្លាចជាដុកទ័រឯងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរកគោលដៅខ្លួនឯងឲ្យឃើញហើយចាប់ផ្ដើមសកម្មភាពបច្ចុប្បន្នឲ្យត្រូវជាមួយនឹងគោលដៅខ្លួនឯងហើយដើរវាឲ្យទៅពេលដែលទៅដល់នឹងហើយទើបអ្នកទាំងអស់គ្នាដឹងថាអូដើមដែលខ្ញុំដាំថ្ងៃនេះចេញផ្លែហើយផ្លែដែលចេញមកល្អគឺផ្លែដែលដាក់ជីអញ្ចឹងកុំភ្លេចពេលខ្លះដើរតាមផ្លូវជីវិតវាហត់ខ្ញុំពេលខ្លះដើរហើយខ្ញុំចង់ឈប់ម្ដងដែរខ្ញុំមានអារម្មណ៍ថាអូខ្ញុំចង់ទៅធ្វើស្ត្រីមេផ្ទះវិញណាប៉ុន្តែខ្ញុំក៏លេចទៅមើលខ្លួនឯងពីអតីតកាលនិងក៏លេចទៅមើលគោលដៅដែលខ្ញុំបានសេតស្រាប់តែខ្ញុំនៅពាក់កណ្ដាលទីទើចេះខ្ញុំឈប់អត់បានចឹងខ្ញុំត្រូវរួបរวมសតិឡើងវិញហើយដើរទៅឲ្យដល់គោលដៅហើយខ្ញុំជាមនុស្សម្នាក់ដែលមានចរិតយ៉ាប់បំផុតគឺខ្ញុំសេតគោលដៅធំហួសមៀតពីព្រោះខ្ញុំជឿថាបើសិនខ្ញុំទៅដល់គោលដៅ 50% នឹងគោលដៅក៏ធំដែរធ្វើជាអ្នកជ្រើសកុំធ្វើជាជំរើសដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងជីវិតខ្ញុំរហូតមកដល់ពេលនេះគឺខ្ញុំជាអ្នកជ្រើសមិនមែនត្រឹមតែជីវិតសូម្បីបុរសនៅក្នុងក្តីស្រមៃរបស់ខ្ញុំក៏ខ្ញុំជាអ្នកជ្រើសដែរពីព្រោះខ្ញុំអត់ចង់ធ្វើជាមនុស្សដែលជាជំរើសអ្នកដទៃប៉ុន្តែធ្វើជាអ្នកជ្រើសត្រូវការសម្ពាធខ្លាំងពីព្រោះតើអ្នកស័ក្តិសមជាមួយនឹងអ្នកជ្រើសឬអត់មានតម្លៃគ្រប់គ្រាន់đểគេធ្វើជាជំរើសអ្នកឬអត់មិនអាចយើងអន់ជាងគេទៅជ្រើសអ្នកដែលខ្ពស់ជាងយើងបានទេអញ្ចឹងវាជាហេតុផលដែលជំរុញខ្ញុំមួយថ្ងៃហើយមួយថ្ងៃទៀតឲ្យខ្លាយទៅជាមនុស្សដែលល្អជាងមុនល្អជាងខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃកាន់ដៃមនុស្សដែលបំពេញឥទ្ធិពលដល់អ្នកខ្ញុំហ៊ាននិយាយថាមនុស្សប្រុសដែលនាងខ្ញុំកាន់ដៃមកតាំងតែពីថ្ងៃដំបូងរហូតមកដល់ថ្ងៃនេះគឺជាចំណែកដ៏ធំនៅក្នុងការដែលនាងខ្ញុំឈរនៅលើវេទិកាមួយនេះការដែលនាងខ្ញុំជា speaker នៅក្នុងថ្ងៃនេះការដែលនាងខ្ញុំជា Jimmy May នៅក្នុងថ្ងៃនេះពីព្រោះគាត់នៅខាងក្រៅយើងគាត់ធ្វើនៅអ្វីដែលយើងមិនមានហើយយើងក៏បានបំពេញនៅអ្វីដែលគាត់មិនមានដូចគ្នានាងខ្ញុំមានទស្សនៈមួយនៅជាមួយយើងតតែគេបានយើងនៅជាមួយគ្នាបានយូរពាក្យថាបាននៅទីនេះគឺបានអ្វីកិត្តិយសគេឈ្មោះការគោរពការឲ្យតម្លៃនិងអត្ថប្រយោជន៍ផ្សេងអញ្ចឹងថ្ងៃនេះខ្ញុំសូមអ្នកទាំងអស់គ្នាផ្ដល់សម្លេងមួយជូនទៅកាន់បុរសម្នាក់នេះចរិតខ្ញុំមួយទៀតគឺខ្ញុំចូលចិត្ត challenge ខ្ញុំមិនដែលដឹងថាខ្លួនឯងជាមនុស្សដែលមានគោលដៅបែបណាទេប៉ុន្តែនៅក្នុងថ្ងៃមួយពេលហ្នឹងខ្ញុំធ្វើជាពិធីករនៅក្នុងកម្មវិធីមួយហើយកម្មវិធីហ្នឹងត្រូវការកាន់ការងារធំហើយពេលហ្នឹងយើងប្រជុំគ្នាប្រជុំហើយគេក៏សួរថាការងារមួយនេះធំណាស់អ្នកណាអ្នកកាន់មានម្នាក់គាត់និយាយថាអូជីមីគាត់អ្នកកាន់ហើយភាសាដែលគាត់និយាយចេញមកផ្លាស់ប្ដូរជីវិតខ្ញុំមួយជីវិតតែម្ដងគាត់បាននិយាយថាអូជីមីអ្នកកាន់ណោះអត់អីទេគាត់ធ្វើបានហើយខ្ញុំបាច់បារម្ភមួយម៉ាត់ដ៏សែនធម្មតារបស់គាត់ធ្វើឲ្យដូប៉ាមីនខ្ញុំគុណ1000អ្នកទាំងអស់គ្នាខ្ញុំឡើង level អាភាពអរបស់ខ្ញុំឡើងខ្លាំងមែនតើដោយសារខ្ញុំមានអារម្មណ៍ថាពាក្យថាស្នាដៃពាក្យថា credit ពិតជាអាចបរិយាយអ្វីដែលវែងជាងឈ្មោះរបស់អ្នកត្រឹមតែមួយម៉ាត់ចាប់ពីថ្ងៃហ្នឹងមកខ្ញុំធ្វើអ្វីខ្ញុំញៀនជាមួយនឹងពាក្យថាស្នាដៃខ្ញុំចង់បានស្នាដៃជាងចង់បានលុយពីព្រោះនៅពេលដែលខ្ញុំចាប់បានស្នាដៃហើយអត្ថប្រយោជន៍នានាវានឹងត្រឡប់មករកយើងទាំងដែលរកដៃដាក់លែងអស់ខ្ញុំចូលចិត្តពាក្យហ្នឹងហើយខ្ញុំចង់ឲ្យអ្នកចំនួនក្រោយដែលគាត់អាននឹងជាប្អូនរបស់ខ្ញុំត្រូវធ្វើអ្វីក៏ដោយត្រូវញៀនជាមួយនឹងពាក្យថាធ្វើយកស្នាដៃកុំធ្វើដើម្បីខ្ញុំធ្វើដើម្បីលុយខ្ញុំធ្វើដើម្បីប្រាក់ខែខ្ញុំធ្វើដើម្បី commission no ខ្ញុំធ្វើដើម្បីស្នាដៃរបស់ខ្ញុំថ្ងៃក្រោយឈ្មោះរបស់អ្នកទាំងអស់គ្នានឹងត្រូវបានចងចាំថាជាមនុស្សដែលមានស្នាដៃមិនអាចផ្គប់ចិត្តមនុស្ស100នាក់បានទេប៉ុន្តែយ៉ាងហោចមានមនុស្សមួយក្រុមជឿជាក់ថាឈ្មោះរបស់អ្នកធ្វើកិច្ចការមួយហ្នឹងគេទុកចិត្តបានអត្តចរិតចម្លែករបស់នាងខ្ញុំមួយទៀតគឺនាងខ្ញុំមានម្ដាយ3នាក់អ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេនាងខ្ញុំពិតជាមានម្ដាយ3នាក់មែនម្ដាយទី1ម្ដាយបង្កើតគេសួរថាអញ្ចឹងម្ដាយ3នាក់របស់នាងខ្ញុំស្លូតឬកាចនាងខ្ញុំហ៊ាននិយាយថាខ្លាមួយកាចហ៎ម្ដាយនាងខ្ញុំម្នាក់ស្មើនឹងខ្លា3នាងខ្ញុំមានខ្លា9ដែលអង្គុយចាំឲ្យដំបូងមានរាល់ថ្ងៃទើបនាងខ្ញុំមានថ្ងៃនេះម្ដាយដំបូងគឺជាម្ដាយបង្កើតរបស់នាងខ្ញុំដែលបង្កើតឲ្យនាងខ្ញុំមានរូបរាងបែបនេះមានអត្តចរិតបែបនេះហើយនឹងមានភ្នែកដែលអាចមើលពិភពលោកដ៏ស្រស់ស្អាតមួយនេះបានម្ដាយទី2គឺជាម្ដាយផ្នែកធុរកិច្ចនាងខ្ញុំទៅតែស្គាល់គាត់ពេលដែលនាងខ្ញុំផ្លាស់ប្ដូរខ្លួនមកធ្វើជាអ្នកជំនួញ
គាត់គឺជាម្ចាស់រោងចក្រដែលនាងខ្ញុំកំងផលិតតែនៅពេលខ្ញុំស្គាល់គាត់ទៅគាត់ឲ្យយោបល់ខ្ញុំច្រើនគាត់ឲ្យប្រឹក្សាខ្ញុំច្រើនខ្ញុំក៏យកម្ដាយគាត់ធ្វើជាម្ដាយធម៌ពាក្យមួយម៉ាត់ដែលគាត់ប្រាប់ខ្ញុំថាកូនពេជ្រណាកូនបើភ្លឺតែមួយជ្រុងគេហៅគ្រីស្តាល់បើអត់ភ្លឺសោះគេហៅបំបែងកែវតើតែភ្លឺគ្រប់ជ្រុងផ្លាតគ្រប់ជ្រុងហើយរឹងមាំបំផុតទៅគេហៅថាពេជ្រកូនចង់ឈរនៅកន្លែងខ្ពស់តើតែកូនល្អគ្រប់ជ្រុងពេលខ្លះខ្ញុំបាក់ទឹកចិត្តជាមួយនឹងភាសានឹងហេតុអ្វីធ្វើជាមនុស្សត្រូវលំបាកយ៉ាងហ្នឹងគាត់ថាបើចង់ឈរកន្លែងខ្ពស់មិនអាចទេមានពាក្យថាងាយស្រួលនៅនឹងមុខអ្នកទាំងអស់គ្នាត្រូវរងសម្ពាធគ្រប់បែបយ៉ាងរហូតតតែคล้ายជាមនុស្សម្នាក់ដែលប្រៀបបានទៅជាពេជ្ររបស់មនុស្សមួយចំនួនហើយចុងក្រោយនេះគឺជាម្ដាយម្នាក់ដែលខ្ញុំហៅថា life coach ដែលគាត់គឺជាម៉ាក់សោះគាត់គឺជាខ្មែរអាមេរិកាំងហើយគាត់តែងតែបរៀនខ្ញុំពីជីវិតគាត់អានមនុស្សដូចសភៅអញ្ចឹងដោយសារគាត់ឆ្លាតហើយគាត់តែងតែប្រាប់ខ្ញុំថាមនុស្សបែបណាសន្តានបែបណាចូលមកក្នុងជីវិតត្រូវការអ្វីគាត់តែងតែបង្រៀនខ្ញុំជារឿយជាមួយនឹងមេរៀនជីវិតទាំងអស់នេះហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាបើសិនជាចង់ទៅដល់កន្លែងមួយកុំភ្លេចបើសិនជាមិនអាចមានម្ដាយបីដូចខ្ញុំត្រូវមានទ័ពជាច្រើននៅអមជុំវិញអ្នកមិត្តភ័ក្តិបងប្អូនឬក៏គ្រូឬក៏អ្នកណាក៏ដោយជាក្រុមការងារអីក៏ដោយឲ្យតែមានទស្សនៈនិងក្តីសម័យដូចយើងទៅដល់នោះទាំងអស់គ្នាហើយចង់បញ្ចប់នឹងខ្ញុំចង់ជម្រាបអ្នកទាំងអស់គ្នាថាជីវិតយើងអាចទៅមុខបានទី1រៀប plan ជីវិតទី2ជីវិត never fair ជីវិតអត់ដែលមានភាពយុត្តិធម៌ចំពោះយើងទេអ្នកណាធ្វើច្រើនអ្នកនឹងបានច្រើនអ្នកណាខ្លះធ្វើច្រើនហើយបានតិចក៏មានដែរអញ្ចឹងកុំរំពឹងខ្លាំងពេករៀនបត់បែនឲ្យបានគ្រប់កលៈទេសៈទី3បញ្ញាប់ធ្វើវាឡើង the right time is right now កុំភ្លេចឲ្យសោះពេលវេលាដ៏ល្អបំផុតគឺឥឡូវហ្នឹងអញ្ចឹងបើមានកម្រងអីនៅក្នុងចិត្តចេញពីហលហ្នឹងទៅធ្វើភ្លាមចាប់ផ្ដើមពី day 1កុំចាំពាក្យថា one day ទាំងអស់ដែលនាងខ្ញុំនិយាយមកហ្នឹងគឺអាចកើតបានទេបើអ្នកទាំងអស់គ្នានៅមាន fear នៅក្នុងខ្លួនភាពភ័យខ្លាចអញ្ចឹងគ្រប់ពេលណាដែលនាងខ្ញុំធ្វើអ្វីធំមួយហើយនាងខ្ញុំគិតថានាងខ្ញុំអាចធ្វើបាននាងខ្ញុំតែងតែទន្ទិញពាក្យមួយថា life begins when fear ends អរគុណច្រើន